នៅក្នុងវីដេអូនេះដែរខ្ញុំចង់បញ្ចែករំលែកអំពីរបៀបក្នុងការប្រើប្រាស់ Google Meet តើបងប្អូនចង់ដឹងថានៅក្នុងហ្នឹងយើងត្រូវចាប់ផ្ដើមពីណាទៅណាមើលវីដេអូនេះដល់ចប់ទៅខ្ញុំនឹងបង្ហាញពីរបៀបនៃការប្រើប្រាស់ដំបូងគឺយើងត្រូវចូលទៅកាន់ Google មួយមកសូមបញ្ជាក់ផងដែរពាក់ព័ន្ធជាមួយនឹង Google ហ្នឹងគឺយើងត្រូវ sign in ជាមួយនឹង Gmail account យើងចូលផងបន្តមកទៀតបងប្អូនមកមើលកន្លែងនេះមកគេដាក់ថា Google App យើងចុចនៅលើទីនេះមួយមកហើយយើងមើលមកខាងក្រោមនេះគេដាក់ថា Meet អូខេអញ្ចឹងយើងចុចទៅលើរូបភាពមួយហ្នឹងមកហើយយើងមកដល់ចំណុចនេះហើយជំហានដំបូងដែលយើងត្រូវសិក្សាស្វែងយល់គឺយើងត្រូវមើលកន្លែងមួយនេះគេដាក់ថា New Meeting អញ្ចឹងយើងចុចមកកន្លែងហ្នឹងមួយសិនមកអញ្ចឹងនៅក្នុងហ្នឹងវាមាន3ចំណុចទី1 create a meter for letter អញ្ចឹងទី1នេះគេចង់បញ្ជាក់ដែរថាអានេះយើងបង្កើតសម្រាប់ទុកប្រើនៅពេលក្រោយហើយសម្រាប់ទី2នេះគឺ start and instead meeting អានេះគឺយើងបានន័យថាបើសិនជាយើង create ភ្លាមទៅគឺយើងអាចប្រើបានភ្លាមហើយខាងលើគឺយើងចង់បង្កើតទុកចោលប្រើនៅពេលក្រោយក៏បានដែរហើយសម្រាប់ចុងក្រោយ schedule in Google Calendar នេះបើសិនជាបងប្អូនចង់បង្កើតសម្រាប់ថ្ងៃណាអញ្ចឹងទៅយើងអាច set schedule ទៅតែជាបទពិសោធន៍របស់ខ្ញុំគឺខ្ញុំប្រើតែពីខាងលើទេ create a meeting for letter ហើយនឹងមួយទៀត start and instead meeting ហើយជាទូទៅអានេះគឺវាល្អដែរ create a meeting for letter នេះឧទាហរណ៍ថាបងប្អូនបង្កើតថ្ងៃហ្នឹងបានន័យថានៅពេលក្រោយទៀតគឺយើងអាចប្រើប្រាស់ link ហ្នឹងបានដូចគ្នាដែរជាបទពិសោធន៍របស់ខ្ញុំនៅពេលដែលខ្ញុំព្រៀនសិស្សគឺខ្ញុំបង្កើត link តែមួយទេនៅពេលដែលសប្តាហ៍បន្តគឺខ្ញុំឲ្យពួកគាត់ចូលនៅក្នុង link ហ្នឹងដូចគ្នាអញ្ចឹងទៅគឺវាជាអត្ថប្រយោជន៍មួយដែរហើយមួយទៀតសម្រាប់នៅកន្លែងនេះនៅពេលដែលឧទាហរណ៍ថាមានគេបោះជាកូដឬក៏ជា link អីហ្នឹងគឺយើងអាចផាសវាទៅហើយយើងអាចជួញបានហើយអូខេយើងកុំឲ្យវែងឆ្ងាយទៀតយើងចូលទៅបង្កើតហើយទៅប្រើប្រាស់វាទាំងអស់គ្នាអញ្ចឹងយើងចុចពាក្យថា new meeting នេះមកអូខេអញ្ចឹងឥឡូវនេះខ្ញុំឧទាហរណ៍ជាក់ស្ដែងមកទៅគឺខ្ញុំអត់យកខាងលើគឺខ្ញុំយកខាងក្រោមបានន័យថាខ្ញុំ start ភ្លាមអូខេមកដល់ចំណុចនេះបើសិនជាកន្លែងនេះវាដាក់សញ្ញានេះបានន័យថាយើងអត់ទាន់អាចនិយាយឮទៅកាន់អ្នកដែលកំពុង join នៅក្នុងហ្នឹងទេអញ្ចឹងយើងអាចចុចមកលើហ្នឹងមកហើយយើងយកពាក្យថា use microphone តមកទៀតយើង allow this time មកបើសិនជាយើងចង់ប្រើប្រាស់នៅក្នុងពេលហ្នឹងណាអូខេអញ្ចឹងគឺខ្ញុំអាចបើកនិយាយបានហើយដូចបងប្អូនឃើញអញ្ចឹងហើយវីដេអូក៏ដូចគ្នាដែរបើសិនជាបងប្អូនចង់បើកវីដេអូគឺយើង allow វាទៅហើយខ្ញុំនឹងបញ្យល់ពាក់ព័ន្ធជាមួយនឹងការ share screen ក៏ដូចជាកន្លែងនេះគឺយើងអាចលើកដៃឧទាហរណ៍ថាយើងជាសិស្សនៅពេលដែលគ្រូបញ្យល់ដល់ចំណុចណាមួយយើងឆ្ងល់គឺយើងអាចលើកដៃទៅដើម្បីសួរគាត់ហើយអូខេអញ្ចឹងខ្ញុំនឹងបង្ហាញមួយទៀតនៅក្នុងកន្លែង more option នេះខ្ញុំនឹងបង្ហាញពាក់ព័ន្ធជាមួយនឹង setting បន្តិចអញ្ចឹងមកដល់កន្លែងនេះហើយគឺគេដាក់ថា audio ពាក់ព័ន្ធជាមួយនឹង microphone ហើយនឹង headphone បានន័យថាសំឡេងដែលបានន័យថានៅពេលដែលគេនិយាយតើយើងចង់ឲ្យឮនៅកន្លែងណាឧទាហរណ៍ថាយើងកំពុងតែប្រើប្រាស់ laptop ហើយ connect ជាមួយនឹងបាសអីហ្នឹងយើងចង់ឮសំឡេងហ្នឹងទៅបាសឬក៏ computer របស់យើងនេះហើយខាងលើនេះក៏វាដូចគ្នាដែរបើសិនជាយើងមាន option ផ្សេងឧទាហរណ៍ថាយើងប្រើ mic ផ្សេងឬក៏ laptop តើសូថាយើងចង់ជ្រើសរើសមួយណាសម្រាប់យកសំឡេងចេញពីរបស់យើងទៅឲ្យគេស្ដាប់បើសិនជាយើងមាន mic យើងអាចរើសទៅតែបើសិនជាអត់មានទេប្រើ laptop អីគឺយើងយករបស់វាជាក់ស្ដែងអញ្ចឹងទៅដូចរបស់ខ្ញុំនេះខ្ញុំកំពុងតែនិយាយចេញពី laptop របស់ខ្ញុំផ្ទាល់ទេដោយសារខ្ញុំអត់ប្រើ mic អូខេចំណុចមួយទៀតគឺវីដេអូនៅពេលនេះកន្លែងនេះគឺយើងគេដាក់ថាកាមេរ៉ាបើសិនជាបងប្អូនមាន webcam ឬក៏បងប្អូនប្រើ laptop វាមានកាមេរ៉ាស្រាប់កន្លែងហ្នឹងគឺវាមាន function ឲ្យយើងរើសដូចគ្នាតែដោយសារតែខ្ញុំអត់ទាន់បាន allow វាអញ្ចឹងកន្លែងនេះគឺវាអត់ឲ្យខ្ញុំជ្រើសរើសអីទេអូខេនៅក្នុងចំណុច setting នេះគឺខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំនឹងចូលបញ្យល់ពាក់ព័ន្ធជាមួយនឹងការ share screen ម្ដងអូខេការ share screen នៅក្នុងនេះវាមាន3ប្រភេទទី1គឺ Chrome tab តមកទៀតគឺ window តមកទៀត entire screen អញ្ចឹងជាទូទៅគឺខ្ញុំប្រើភាគច្រើនប្រើទៅលើ entire screen នេះពីព្រោះថានៅពេលដែលយើង share ឲ្យទៅគេមើលគឺគេអាចឃើញទាំងអស់បានន័យថាយើងចូលទៅណាក៏គេឃើញដែរទីហោថាយើងចូលទៅក្នុងកន្លែងណាមួយយើងចង់បញ្យល់សិស្សនៅលើ Photoshop ឬក៏ការសរសេរកូដឬក៏អីផ្សេងគឺសិស្សអាចមើលឃើញ
បើសិនជាបងប្អូនជ្រើសរើសយក Windows ឧទាហរណ៍ថាបងប្អូនបើក Word Excel ឬក៏កម្មវិធីផ្សេងៗអញ្ចឹងគឺយើងអាចជ្រើសរើសបានមួយហើយជ្រុំទេវាស្តៀងគ្នាដែរនៅក្នុងជ្រុំហ្នឹងគឺយើងបើកកម្មវិធីបានន័យថាបើក tab ច្រើននៅក្នុងហ្នឹងដូចនេះយើងអាច select វាបានមួយឧទាហរណ៍ថា YouTube ឬក៏អីផ្សេងៗណាឬក៏អ្វីដែលយើងបានបើកនៅលើ tab ហ្នឹងគឺយើងជ្រើសមួយដើម្បី show ឲ្យគេឃើញជាទូទៅខ្ញុំ recommend ឲ្យប្រើនេះទៅគឺវាល្អបើសិនជាយើងចង់ share ឬក៏ចង់ show បច្ចេករបស់យើងទៅឲ្យអ្នកណាឃើញនៅក្នុង meeting ជាមួយគ្នាហ្នឹងគឺយើងយក entire screen នេះមកគឺវាជាជម្រើសល្អហើយសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណ